តម្លៃមាសធ្លាក់យ៉ាងគំហុកនៅក្នុងព្រឹកនេះបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់នៅព្រឹកថ្ងៃទី5ខែកុម្ភៈឆ្នាំ2026អញ្ចឹងទេបើសិនបងប្អូនចូលចិត្តវីដេអូបែបនេះក៏ដូចជាចង់តាមដាននៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃបងប្អូនអាចធ្វើការ Subscribe YouTube Channel របស់ខ្ញុំពីព្រោះតែខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតនៅតម្លៃមាសក៏ដូចជាតម្លៃប្រាក់ជារៀងរាល់ថ្ងៃតែម្ដងបាទអញ្ចឹងទេនៅក្នុងព្រឹកនេះតម្លៃមាសបានធ្វើការធ្លាក់ចុះយ៉ាងគំហុកហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលហ្នឹងគឺមាសស្ថិតនៅក្នុងតម្លៃ$4,869ក្នុង1អោនហើយបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$5,870ក្នុង1តម្លឹងឬស្មើនឹង$587ក្នុង1 G បាទចំណែកឯប្រាក់វិញក៏បានធ្វើការធ្លាក់ចុះមកវិញផងដែរហើយតម្លៃចុងក្រោយដែលខ្ញុំបានចូលទៅមើលនេះគឺប្រាក់ស្ថិតនៅតម្លៃ$76ក្នុង1អោនឬបើសិនជាគិតជាតម្លឹងហ្នឹងគឺស្មើនឹង$91ក្នុង1តម្លឹងឬស្មើនឹង$9.1ក្នុង1 G ហើយបើសិនជាគិតជាគីឡូក្រាមហ្នឹងគឺស្មើនឹង$2,443ក្នុង1គីឡូក្រាមបាទអញ្ចឹងយើងចាំមើលថានៅក្នុងថ្ងៃនេះតើតម្លៃមាសក៏ដូចជាតម្លៃប្រាក់អាចធ្វើការហក់ឡើងមកវិញដែរឬទេឬក៏មានការធ្លាក់ចុះបន្ថែមទៀតហើយបើសិនជាមានការប្រែប្រួលក៏ដូចជាការអាប់ដេតយ៉ាងណាខ្ញុំនឹងមកធ្វើវីដេអូដើម្បីធ្វើការអាប់ដេតដល់បងប្អូនអរគ្នានៅក្នុងវីដេអូក្រោយបន្ថែមទៀតបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានក៏ដូចជាគាំទ្រវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share ដើម្បីឲ្យបងប្អូនយើងផ្សេងទៀតហ្នឹងគាត់បានឃើញផងហើយបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាបងប្អូនអាចធ្វើការ comment នៅក្រោមវីដេអូរបស់ខ្ញុំនេះបានបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាទ